ជាកាដូធម្មតាក៏ប៉ុន្តែ Cristiano Ronaldo ពិតជាបានធ្វើរឿងដ៏គួរឲ្យគោរពមួយសម្រាប់មនុស្សជាតិទាំងមូលជំរាបសួរខ្ញុំកុំដល់នេះជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីកំពូលកីឡាកររបស់ពិភពលោកដែលទៅតែខ្លាយជាជើងឯក UEFA Nation League Cristiano Ronaldo បានជូនអំណោយដល់ពិសេសបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅមួយទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ចានៅពេលដែលលោក Donald Trump ត្រូវចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅប្រទេសកាណាដានៅក្នុងសប្តាហ៍នេះគឺ Cristiano Ronaldo បានផ្ញើវត្ថុអនុស្សាវរីយ៍មួយតាមប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ដែលជាជនជាតិប៉ូទុយហ្គាល់ដែរហ្នឹងដើម្បីយកទៅជូនលោកប្រធានាធិបតីអាមេរិក Donald Trump ដោយកាដូនោះគឺជាអាវលេខ7របស់ Ronaldo ផ្ទាល់តែម្ដងព្រមទាំងមានចុងហត្ថលេខានិងសរសេរពាក្យមួយឃ្លានៅលើអាវនោះថាជូនចំពោះលោកប្រធានាធិបតី Donald Trump សូមលោកលេងដើម្បីសន្តិភាពកាដូរបស់ Ronaldo នេះគឺមានន័យជ្រាលជ្រៅស្របពេលដែលលោកប្រធានាធិបតី Donald Trump បានបដិញ្ញាចូលរួមដោះស្រាយឲ្យបាននៅសង្គ្រាមដ៏ក្តៅគគុករវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកំពុងតែកើតឡើងក្នុងពេលបច្ចុប្បន្ននេះតាមរយៈវីដេអូនៅលើបណ្ដាញសង្គមលោកប្រធានាធិបតី Donald Trump បានទទួលកាដូនោះដោយក្តីរីករាយហើយនឹងបាននិយាយថាលោកពិតជាពេញចិត្តចំពោះពាក្យដែលនិយាយថាលេងដើម្បីសន្តិភាពដែល Ronaldo បានសរសេរ Special message to President Donald J. Trump, playing for peace. Oh, I like that. Playing for peace. Playing for peace. Yeah, let's pick that up. Okay. Then you can. ចាំមែនតើកីឡាគឺមិនតាក់ទងនឹងនយោបាយនោះទេប៉ុន្តែកីឡាគឺតាក់ទងទៅនឹងសន្តិភាពដូច្នេះអ្វីដែល Cristiano Ronaldo បានចូលរួមគឺបង្ហាញថាគាត់ពិតជាខ្វាយខ្វល់ពីសន្តិភាពសម្រាប់មនុស្សជាតិទាំងមូលដែលនេះគឺជាទង្វើតិចតួចតែគួរឲ្យគោរពបំផុតមួយមិនថាក្នុងអាជីពបាល់ទាត់និងជីវិតឯកជនបែបណាក៏ប៉ុន្តែពិភពលោកទាំងមូលបានទទួលស្គាល់ថា Cristiano Ronaldo គឺជាកំពូលមនុស្សម្នាក់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពមនុស្សធម៌ការគោរពសិទ្ធិមនុស្សហើយនិងជាពិសេសគឺការលើកកម្ពស់ការអប់រំដល់កុមារជាដើម